ស្ត្រីម្នាក់នោះបានលាក់ក្មេងប្រុសដែលកំពុងត្រូវបានគេតាមប្រមាញ់នៅក្នុងកន្ទប់ឫស្សីមួយវិនាទីក្រោយមកខ្មាន់កាំភ្លើងម្នាក់បានលេចខ្លួននៅពីមុខនាងគេបានសួរថាតើនាងបានឃើញក្មេងប្រុសដែលរងរបួសម្នាក់ដែរឬទេទោះបីជាស្ត្រីនោះស្ថិតក្នុងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរក៏ដោយក៏នាងនៅតែបដិសេធមិននិយាយអ្វីទាំងអស់ដោយភាពខឹងសម្បារខ្មាន់កាំភ្លើងបានបាញ់ចំជើងរបស់នាងនៅពេលក្មេងប្រុសបានយឺស្ត្រីនោះយំដោយការឈឺចាប់គេមានអារម្មណ៍ខ្ទុកដួលនិងព្រួយបារម្ភជាខ្លាំងខណៈពេលដែលខ្មាន់កាំភ្លើងរៀបនឹងបាញ់គ្រាប់ទី2ស្រាប់តែបពុម្នាក់បានរត់មកហើយនិយាយថាក្មេងប្រុសនោះហាក់ដូចជារត់គេចខ្លួនទៅទីខាងកើតហើយខ្មាន់កាំភ្លើងក៏បានដេញតាមគេភ្លាមស្ត្រីនោះបានរួចផុតពីគ្រោះមហន្តរាយនេះទាំងប្រភេទប្រភ័យក្មេងប្រុសបានវាយចេញពីកន្ទប់ឫស្សីសម្លឹងមើលជើងដែលពោពេញដោយឈាមនិងរហែករហិនរបស់ស្ត្រីនោះគេបានយំយ៉ាងខ្លាំងរហូតដល់ញ័រខ្លួនប្រាណទាំងមូលស្ត្រីនោះបាននឹងអែលក្បាលក្មេងប្រុសហើយទ្រាំទ្រនឹងការឈឺចាប់យ៉ាងខ្លាំងរួចនិយាយថាលាក់ខ្លួនឲ្យចិត្តបន្ទាប់មកស្ត្រីនោះបានលើកកន្ទប់ឫស្សីឡើងអូសជើងដែលរងរបួសរបស់នាងដើរទៅផ្ទះយឺតបន្ទាប់ពីត្រឡប់មកដល់ផ្ទះវិញហើយដឹងថាមានសុវត្ថិភាពស្ត្រីនោះក៏បានដាក់កន្ត្រកចុះដោយសារតែអស់កម្លាំងពីខ្លួនទាំងស្រុងនាងក៏ស្រាប់តែដួលសន្លប់ទៅលើដីក្មេងប្រុសបានលុតជង្គង់នៅចំពោះមុខស្ត្រីនោះទាំងទឹកភ្នែកហើយអរគុណនាងដែលបានជួយសង្គ្រោះជីវិតរបស់គេស្ត្រីនោះបានប្រាប់ក្មេងប្រុសកុំឲ្យមានអារម្មណ៍ខុសព្រោះនាងបានឃើញហើយថាខ្មាន់កាំភ្លើងទាំងនោះគឺជាចាបបុរសជប៉ុនប្តីរបស់នាងបានស្លាប់ដើម្បីជាតិរួចទៅហើយនាងមិនអាចឈរមើលក្មេងប្រុសនេះស្លាប់ក្រោមស្នាដៃជនជាតិជប៉ុនបានឡើយមិនយូរប៉ុន្មានក្រោយមកមេផ្ទះរបស់លោកមេតបបានមកតាមរកគេនៅពេលនោះស្ត្រីនោះទើបតែដឹងពីអត្តសញ្ញាណរបស់ក្មេងប្រុសតាមពិតទៅគេគឺជាកូនប្រុសតែមួយគត់របស់លោកមេតបហើយស្ត្រីជួបឃាតមកសម្រាប់គ្រួសាររបស់លោកមេតបទាំងមូលក្មេងប្រុសបានលុតជង្គង់សំពះសំប្រេះគាត់នៅចំពោះមុខស្ត្រីនោះដោយនិយាយថាអ្នកមីងបានជួយសង្គ្រោះខ្ញុំចាប់ពីពេលនេះទៅអ្នកមីងគឺជាម្ដាយធម៌របស់ខ្ញុំកូននៅក្នុងផ្ទៃរបស់ម៉ែធម៌នឹងក្លាយជាប្អូនប្រុសរបស់ខ្ញុំពិតជានឹងសងគុណម៉ែធម៌វិញក្មេងប្រុសដឹងថាការនៅបន្តទៀតនឹងធ្វើឲ្យម៉ែធម៌របស់គេលំបាកតែប៉ុណ្ណោះដោយភាពអាឡោះអាល័យជាខ្លាំងគេបានចាក់ចេញទៅជាមួយមេផ្ទះទាំងទឹកភ្នែកស្ត្រីនោះបានសម្លឹងមើលស្រមោលរបស់ក្មេងប្រុសដែលកំពុងដើរចេញទៅដោយមិនដែលរំពឹងចង់បានការតបស្នងអ្វីឡើយនាងគ្រាន់តែសង្ឃឹមថាកុមារទាំងអស់នៅក្នុងពិភពលោកដែលហែកហួរដោយសង្គ្រាមនេះអាចធំធាត់ឡើងដោយសុវត្ថិភាព30ឆ្នាំក្រោយមកក្មេងប្រុសដែលធ្លាប់លាក់ខ្លួននៅក្នុងកន្ទប់ឫស្សីនោះបានក្លាយជាមេតបការពារភាគសាមប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមកនេះគេមិនដែលភ្លេចម៉ែធម៌របស់គេឡើយប៉ុន្តែសម័យនោះមានភាពវឹកវរខ្លាំងណាស់គេបារម្ភថាអត្តសញ្ញាណរបស់គេនឹងនាំគ្រោះថ្នាក់ដល់ម៉ែធម៌ដូច្នេះគេបានត្រឹមតែតាមដានរាល់ព័ត៌មានអំពីនាងដោយស្ងាត់រឿងដំបូងដែលគេបានធ្វើបន្ទាប់ពីក្លាយជាមេតបគឺការដំឡើងឋាននរស័ក្តិកូនប្រុសរបស់ម៉ែធម៌ជាមេបញ្ជាការកងវ៉ូសេនាធំគេគិតថានៅពេលដែលគេបង្ក្រាបសង្គ្រាមបានទាំងស្រុងគេនឹងទៅជួបជុំជាមួយម៉ែធម៌វិញដោយនឹកស្មានមិនដល់3ថ្ងៃមុនពេលដែលគេរៀបនឹងទៅសួរសុខទុក្ខដល់ផ្ទះរបស់នាងមានរឿងធំមួយបានកើតឡើងនៅទីនោះពេលឃើញកូនប្រុសរបស់នាងត្រឡប់មកវិញក្នុងនាមជាមេបញ្ជាការកងវ៉ូសេនាធំស្ត្រីនោះមានអារម្មណ៍រំភើបលីលំគ្នាជាខ្លាំងនាងមានអារម្មណ៍ថាការលះបង់ជាច្រើនឆ្នាំកន្លងមកនេះគឺពិតជាមានតម្លៃណាស់កាលពីជំនាន់នោះភ្លើងសង្គ្រាមបានបង្ខំឲ្យនាងត្រូវបែកពីប្តីទោះបីជានាងមិនដាច់ចិត្តបែកពីគេក៏ដោយប៉ុន្តែចំពោះមុខគ្រោះថ្នាក់របស់ជាតិនាងបានគ្រប់គ្រងប្តីរបស់នាងយ៉ាងម៉ឺងម៉ាត់ក្នុងការទៅសមរភូមិជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹងជនជាតិជប៉ុននាងបានសន្និដ្ឋាននឹងចិញ្ចឹមកូនប្រុសតូចរបស់ពួកគេតែម្នាក់ឯងដោយយកចិត្តទុកដាក់យូរប៉ុន្មានក្រោយមកនាងបានទទួលដំណឹងថាប្តីរបស់នាងបានភ្លីក្នុងសមរភូមិស្ត្រីនោះបានធ្លាក់ចូលទៅក្នុងទុក្ខសោកយ៉ាងជ្រាលជ្រៅភ្លាមនៅពេលនោះជំនឿចិត្តដែលធ្វើឲ្យនាងមានជីវិតរស់នៅគឺការបង្កើតកូនម្នាក់នេះនឹងចិញ្ចឹមគេឲ្យដឹងក្តីក្នុងរយៈពេលជាច្រើនឆ្នាំបន្តមកស្ត្រីនោះបានលះបង់អស់ពីកម្លាំងកាយចិត្តនិងការខិតខំប្រឹងប្រែងដើម្បីចិញ្ចឹមកូនប្រុសរបស់នាងឥឡូវនេះនៅពេលដែលកូនប្រុសរបស់នាងបានក្លាយជាមេបញ្ជាការកងវ៉ូសេនាធំនាងមានអារម្មណ៍កក់ក្ដៅក្នុងចិត្តជាខ្លាំងនាងមិនបានធ្វើឲ្យខុសបំណងរបស់ប្តីឡើយរំពេចនោះមានឡានមួយគ្រឿងបានឈប់នៅពីមុខផ្ទះរបស់នាងបុរសដែលជាប្តីដែលនាងជឿថាបានស្លាប់ជាយូរមកហើយនោះបានដើរចេញមកនៅក្បែរគេមានស្ត្រីអ្នកមានម្នាក់ដែលនៅក្មេងនិងស្រស់ស្អាតពេលនោះទើបស្ត្រីនោះដឹងថាប្តីរបស់នាងបានធ្វើពុតជាស្លាប់ដើម្បីរត់គេចពីសមរភូមិកាលពីជំនាន់នោះគេបានរៀបការជាមួយកូនស្រីរបស់ប្រធានសភាពាណិជ្ជកម្មម្នាក់ដោយពឹងផ្អែកលើអំណាចរបស់ឪពុកក្មេកគេបានកសាងទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភនៅខាងក្រៅឥឡូវនេះនៅពេលដែលកូនប្រុសរបស់ពួកគេបានក្លាយជាមេបញ្ជាការកងវ៉ូសេនាធំគេត្រូវការម្ដាយដែលមានទ្រព្យសម្បត្តិនិងអំណាចដើម្បីលើកមុខមាត់គេដូច្នេះហើយលើកនេះបុរសជាប្តីបានត្រឡប់មកវិញដើម្បីបង្ខំស្ត្រីនោះឲ្យលែងលះហើយប្រគល់តំណែងជាជំទាវធំក្នុងផ្ទះទៅឲ្យស្ត្រីអ្នកមានម្នាក់នោះនៅពេលដែលស្ត្រីនោះបដិសេធមិនព្រមព្រៀងបុរសជាប្តីបានទះកំភ្លៀងនាងមួយទំហឹងហើយធាក់នាងយ៉ាងខ្លាំងនៅពេលឃើញស្នាមរបួសនៅលើជើងរបស់ស្ត្រីនោះបុរសជាប្តីបានបង្ហាញយកការខ្ពើមរអាំជាខ្លាំងគេបាននិយាយថាបន្ទាប់ពីលែងលះគេនឹងផ្ដល់ប្រាក់ឲ្យស្ត្រីនោះចំនួន$10ហើយបង្ខំឲ្យចុះហត្ថលេខាលើលិខិតលែងលះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានចំពេលនោះកូនប្រុសក៏បានត្រឡប់មកដល់ផ្ទះល្មមស្ត្រីនោះគិតថាកូនប្រុសនឹងជួយការពារនាងប៉ុន្តែកូនប្រុសបានដឹងតាំងពីដំបូងមកម្ល៉េះថាសារជាឪពុកបានរៀបការជាមួយស្រីអ្នកមានម្នាក់ទៀតគេថែមទាំងនិយាយទៀតថាឥឡូវនេះគេជាមេបញ្ជាការកងវ៉ូសេនាធំឋានៈរបស់គេគឺខ្ពង់ខ្ពស់ណាស់ហើយការមានម្ដាយជើងហ្វឹនម្នាក់គឺជារឿងគួរឲ្យខ្មាស់គេខ្លាំងណាស់នៅពេលឮពាក្យទាំងនោះស្ត្រីនោះខឹងខ្លាំងរហូតដល់ស្ទើរតែសន្លប់នាងមិនចង់ជឿតតែសោះកូនប្រុសដែលនាងបានចិញ្ចឹមទាំងលំបាកលំបិនអស់រយៈពេល30ឆ្នាំបែរជានិយាយពាក្យបែបនេះចេញមកស្ត្រីអ្នកមានម្នាក់នោះបានឆ្លៀតឱកាសហើយនិយាយថាការត្រឡប់មកវិញនេះតាមពិតទៅគឺត្រូវបានរៀបចំឡើងដោយកូនប្រុសខ្លួនឯងសោះដោយឃើញថាស្ត្រីនោះនៅតែបដិសេធមិនព្រមចុះហត្ថលេខាលើលិខិតលែងលះបុរសជាប្តីបានបន្ថែមប្រាក់កាន់តែច្រើនឡើងឲ្យតែស្ត្រីនោះព្រមព្រៀងលែងលះនៅថ្ងៃនេះហើយឲ្យកូនប្រុសទទួលស្គាល់ស្រីអ្នកមានម្នាក់នោះជាម្ដាយគេសុខចិត្តបង្កើនប្រាក់ខកចិត្ត10ដងបន្ទាប់ពីបានលើបែបនេះស្ត្រីនោះបានញឹមហើយនិយាយថាទុកលុយកាក់បន្តិចសម្រាប់ខ្លួនឯងទៅថ្ងៃនេះមិនមែនឯងជាអ្នកបោះបង់ខ្ញុំទេគឺខ្ញុំទេដែលជាអ្នកលែងលះឯងនៅពេលនេះលោកមេតបដែលធ្វើដំណើរមកដើម្បីសង្គុណបានមកដល់មាត់ច្រកដឿងហែមហើយមេផ្ទះបានប្រញាប់រត់មកហើយរីកាពីអ្វីគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងផ្ទះរបស់ស្ត្រីនោះនៅពេលដឹងថាមនុស្សអកុម្នាក់នោះមានស្រីថ្មីហើយបានសហការជាមួយកូនប្រុសដើម្បីធ្វើបាបម៉ែធម៌របស់ខ្លួនលោកមេតបក៏ខឹងសម្បាយ៉ាងខ្លាំងភ្លាមដោយមិននិយាយអ្វីច្រើនគេបានប្រញាប់ប្រញាល់ទៅផ្ទះម៉ែធម៌របស់គេទន្ទឹមនឹងនោះពេលត្រឡប់មកដល់ក្នុងផ្ទះវិញស្ត្រីនោះបានសរសេរកិច្ចព្រមព្រៀងផ្ដាច់ទំនាក់ទំនងនឹងលែងលះចាប់ពីពេលនេះទៅនាងមិនមានពាក់ព័ន្ធអ្វីជាមួយមនុស្សអកុម្នាក់នោះឬកូនប្រុសម្នាក់នេះទៀតឡើយឃើញបែបនេះកូនប្រុសចង់ដេញនាងចេញពីផ្ទះត្រកូលស៊ីនស្ត្រីនោះបាននិយាយថាអស់រយៈពេល20ឆ្នាំមកនេះអ្វីគ្រប់យ៉ាងនៅក្នុងត្រកូលស៊ីនគឺត្រូវបានគ្រប់គ្រងដោយនាងអ្នកដែលគួរតែត្រូវដេញចេញពិតប្រាកដគឺមនុស្សក្រៅដូចជាពួកឯងទៅវិញទេនៅពេលនោះស្រីអ្នកមានបានខ្សឹបប្រាប់កូនប្រុសថានៅសល់តែបន្តិចទៀតភ្ញៀវមានអំណាចដែលមកចូលរួមកម្មវិធីជប់លៀងនឹងមកដល់ហើយបើស្រីម្នាក់នេះមិនព្រមចេញទៅទេនាងបានស្នើឲ្យប្រើកម្លាំងបាយដើម្បីដេញនាងចេញបន្ទាប់ពីបានលើពាក្យរបស់ស្រីអ្នកមានរួចមកកូនប្រុសបានយករំពាត់មកពីម្ដាយបង្កើតរបស់ខ្លួននិងផ្ដាច់ទំនាក់ទំនងជាមួយនាងស្ត្រីនោះមិនដែលនឹកស្មានតតែសោះថាកូនប្រុសដែលនាងបានចិញ្ចឹមនិងប្តីដែលនាងបានរងចាំអស់រយៈពេល30ឆ្នាំបែរជាធ្វើបាបនាងយ៉ាងខុសខើបែបនេះ
ខណៈពេលដែលកូនប្រុសលើករំពាត់ឡើងម្ដងទៀតស្រាប់តែលោកមេតបបានរុញទ្វារបើកហើយដើរចូលមក